ព័ត៌មាននៅក្នុងស្រុកថៃកាន់តែក្តៅនៅពេលនេះនាយករដ្ឋមន្ត្រីថៃផាន់ថងថានត្រូវបានតុលាការរដ្ឋធម្មនុញ្ញពុកម៉ែបងប្អូនប្រិមិត្តទស្សនិកជនជាទីមេត្រីពិតជាបានជ្រាបរួចមកហើយថានៅពេលបច្ចុប្បន្ននេះនៅប្រទេសថៃកំពុងតែមានភាពវឹកវរយ៉ាងខ្លាំងដោយមានក្រុមជ្រុលនិយមនាំគ្នាបាតុកម្មដើម្បីទម្លាក់នាយករដ្ឋមន្ត្រីថៃគឺលោកស្រីផាន់ថងថានស៊ីនវត្រានៅពេលនេះនាយករដ្ឋមន្ត្រីត្រូវបានតុលាការរដ្ឋធម្មនុញ្ញជួពីតំណែងជាបណ្ដោះអាសន្នក្រោយបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោហ៊ុនសែននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបឹងកប៉ុក្នុងសេចក្តីថ្លែងការណ៍នៅការិយាល័យរដ្ឋាភិបាលថ្ងៃទី1ខែកក្កដាឆ្នាំ2025លោកស្រីបាននិយាយថាខ្ញុំយល់ព្រមទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការប៉ុន្តែខ្ញុំមានចេតនាធ្វើអ្វីប្រសើរបំផុតសម្រាប់ប្រទេសខ្ញុំការសម្រេចរបស់តុលាការមានមូលដ្ឋានលើញត្តិរបស់សមាជិកព្រឹទ្ធសភា36រូបដែលបានអះអាងថាលោកស្រីបំពានសីលធម៌និងរដ្ឋធម្មនុញ្ញក្នុងកិច្ចសន្ទនាដែលបែកធ្លាយលោកស្រីបានចោទថាមេបញ្ជាការភូមិភាគទី2ជាពួកប្រឆាំងនិងបង្ហាញចេតនាទន់ទោនឹងសម្ដេចតេជោបច្ចុប្បន្នលោកស្រីនៅកាន់តំណែងជារដ្ឋមន្ត្រីវប្បធម៌គណៈឧបនាយករដ្ឋមន្ត្រីសូរិយាត្រូវឡើងជានាយករដ្ឋមន្ត្រីស្ដីទីតុលាការនេះរំពឹងថានឹងចំណាយពេល1ទៅ3ខែដើម្បីប្រកាសសារក្រមចុងក្រោយរបស់នាយករដ្ឋមន្ត្រីថៃបន្ទាប់ពីតុលាការបានព្យួរលោកស្រីពីតំណែងជំវិញការលេចធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោហ៊ុនសែន